តោះមកអាន boxing ញ៉ាំបានខ្ញុំបានកំងមកពីថៅប៉ោចឹងថាបានទាំងអស់ហ្នឹងវាដូចហុកនៅក្នុងថៅប៉ោអត់មកអាន boxing ញ៉ាំបានទី1អានេះដូចជាកម្រាលយើងក្របសឡុងនៅខាងក្រោយវ៉ាវដោយសារសឡុងដោយសារទៅវីថ្លង់ដោយសារសឡុងយើងវាពណ៌សចឹងហើយខ្ញុំទិញកម្រាលពណ៌ខែវនេះពណ៌ប្រផេះទៅដើម្បីយើងគ្របវាទៅវាអត់សូវងាយប្រឡាក់ចឹងដោយសារតែយើងក្មេងឆោតអញ្ចឹងណាវាទៅធំហើយចាំបីតែសាច់គេនេះក៏វារៀងស្អាតដែរអូខេអានឹងចាត់ទុកថាវាដូចរូប 99.9% ណានេះគឺខ្លួនមួយអូខេតោះអីវ៉ាន់ទី2អ្វីទៅអានេះប្រហែលជាខ្នើយផ្កាដាក់លើសឡុង2វ៉ាវស្អាតអានេះស្អាតសាយវាក៏សមរម្យដែរនេះដូចហុកអានេះក៏ដូច99.99%ដែរអីវ៉ាន់បន្ទាប់អូនេះស្អាតណាស់គ្នាអានេះយើងអាចដាក់វានៅលើសឡុងរបៀបដូចយើងចាប់ភ្លីរបៀបដូចរៀងញ៉ៃតែបែបស្អាតអីចឹងអានេះក៏សាច់គឺស្អាតដែរអ្នក quality ស្អាតតម្លៃក៏វារៀងសមរម្យដែរ99.99ដូចហុកយ៉ាអ្វីទៅភ្លើងនេះហ៎អ្នកគ្នាថប់ឃើញលោកមុនខ្ញុំទិញហើយមួយបន្តមកក្មួយខ្ញុំធ្វើបែកអានេះខ្ញុំទិញនៅខ្មែរឥឡូវខ្ញុំទិញតាមថៅប៉ោម្ដងនេះភ្លើងនេះទិញជាលើកទី2សង្ឃឹមតែលើកទី2ហ្នឹងមិនបែកទេចាសូមអរគុណម្រាមវិលមុខក្រោយបន្ទាប់ទៀតនោះគឺជាតអូយទៅរបស់វាអត់សូវថ្លៃទេ quality ក៏វាមិនសូវល្អមើលក្បាលឃើញឡើងប៉ែអូអានេះស្មាតថ្មជួហ្នឹងចុះមកថោងវាឡើងប្រឡាក់ចាំមិនគេថាព្រានអ៊ីមីហៅហក់អូខេហុកវីដេអូទេប៉ុន្តែ quality វាអត់ចា2ដល់បានមិនតោបានមិនតនេះគេអានេះរបៀបដែលយើងដាក់លើតុអីចឹងណាមានអីខ្លះដូចគេទុកទឹកសិភើមួយក្បាលពីក្បាលចាទៅញ៉ាំដាក់នឹងគេតាំងមកឃើញស្អាតទេចាចាំមើលបើកថោប៉ោហាគេតាំងមែនអីវ៉ាន់មួយដែលខ្ញុំគឺពិតជា excited ថានឹងចង់ដឹងមែនតើព្រោះដោយសារតសាឡុងហ្នឹងជាធម្មតាខ្ញុំឃើញគឺលក់រៀងថ្លៃដែរប៉ុន្តែហាងដែលខ្ញុំទិញហ្នឹងវាតែ20រៀលឯង20រៀលហ្នឹងសំខាន់ណាស់ថ្លៃដឹកទៀតឥឡូវយើងទៅមើលទាំងអស់គ្នាចង់ដឹងថាតើខ្ញុំត្រូវគេបោកមើលទាំងអស់គ្នាពណ៌ស្អាតតែ20រៀលណាអ្នកគ្នាអ្នកសាឡុងនេះសំខាន់ free ដឹកទេតែមានអារម្មណ៍ថាទូចមែនមានអីហើយតានេះអត់ចេញបោកទេជោគជ័យអីស្អាតបានចង់ក្រោយគេទៀតគឺជាតុកដែលខ្ញុំស្រឡាញ់ជាងគេដោយសារតែនៅខ្មែរវាថ្លៃពេកចឹងហើយខ្ញុំសម្រេចថាទិញប្រថុយដូចគ្នាគឺទិញតាមថៅប៉ោមិនដឹងថាបើកមកហ្នឹងតុកហ្នឹងវាអាចនឹងបែកជា3ឬមួយក៏បែកជា4ទេធំបើកមិនទៅវាតោពេកแล้วก็ដូចទេអានេះគឺជើងតុកគេមានដល់ទៅ4តុកមិនស្អាតអញ្ចឹងសរុបមកវិញខ្ញុំទិញអីវ៉ាន់ថៅប៉ោនេះចាត់ទុកថាជោគជ័យ 99% ហើយបើសិនជាអ្នកគ្នាចាប់អារម្មណ៍អីវ៉ាន់ណានៅក្នុងហ្នឹងអ្នកគ្នាអាច screenshot តម្លាក់ក្នុង comment មកចាំខ្ញុំ send link ក្នុងថៅប៉ោឲ្យអីវ៉ាន់ដែលខ្ញុំទិញហ្នឹងគឺសិតតែ KA99 អញ្ចឹងគឺអត់មានអស់ថ្លៃដឹកទេ